សួរបងបងទាំងអស់គ្នានេះគឺជាកូនដំណាំរបស់យើងណាហើយដោយសារតែភ្ជុំយើងសម្រាប់ប្រហែលថ្ងៃមកវិញកូនយើងធំមែនតើហ្មងសម្រាប់ពេញប៉ោះតែសម្រាប់ត្រប់នេះគឺល្អខ្លាំងមែនតើល្មមពេញដាំហ្មងហើយវាធំល្មមហើយវាស្អាតទៀតចឹងណាហើយយើងក៏មានកូនផ្សេងដែលយើងកំពុងតែបន្តទៀតចឹងសម្រាប់បងដែលចង់មានកូនពេញប៉ោះកូនបន្លែផ្សេងកុំភ្លេចណាគឺអាចតំណងកំងបានពីព្រោះយើងលក់តម្លៃគឺសមរម្យខ្លាំងមែនតើហ្មងមួយកូនមានតាមតម្លៃណាបងមានតម្លៃ500តម្លៃ1000ហើយណាកូនទូចហ្នឹងមានតម្លៃ200មានអីចឹងទៅតែនឹងតាមយកតិចយកច្រើនដែរអញ្ចឹងណាអញ្ចឹងសម្រាប់បងដែលចង់បានកុំភ្លេចនេះខ្ញុំបង្ហាញបងមើលណានេះគឺជាប្រភេទត្រប់ស្រួយនិយាយទៅខ្ញុំប្រើពូជគឺពូជល្អទាំងអស់ហ្មងអានេះគឺជាពូជIsvasit ដែរបងនឹងគុណភាពស្រាប់ហើយថា Isvasit គឺជាពូជដែលមានគុណភាពល្អហើយនេះជាប្រភេទត្រប់ស្រួយប៉ារ៉ាcommit របស់ខាងក្រុមហ៊ុនព្រួញឬក៏ Isvasit ហ្នឹងចឹងសម្រាប់បងដែលគាត់ចង់ចំណេញពេលចង់យកទៅដាំបានតែម្ដងជាលក្ខណៈចកាធំក៏ដោយជាលក្ខណៈតូចក៏ដោយគឺអាចកំងបានដោយសារអីកាលពីមុនបងពិបាករកទិញដោយសារតែតម្លៃវាថ្លៃតែសម្រាប់ខ្ញុំលក់តម្លៃធូរហ្មងដែលបងគាត់អត់ចំណាយពេលច្រើនក្នុងការបដោះកូនគាត់អាចយកទៅដាំបានហ្មងដោយសារតែកូនត្រប់នេះរយៈពេលតម្រាំយើងបានដាំមកដល់ធំក៏វាចូលមួយខែតិចតួចដែរណាចឹងណាចឹងគឺបងទិញទៅគឺបងចំណេញពេលហ្មងហើយសម្រាប់បងដែលគាត់ចង់បានកូនស្បែកក្តោបក៏យើងមានដែរនិយាយទៅសំបីតាកូនម្ទេសក៏មានដែរគ្រាន់តែកូនម្ទេសនៅស្ទើរអត់ទាន់អាចបញ្ចេញបានទេអ្វីដែលបញ្ចេញបានពេលនេះគឺមានតែកូនត្រប់ដែលល្អខ្លាំងជាងគេតែម្ដងអញ្ចឹងណាហើយនឹងយើងក៏មានជាប្រភេទកូនល្ហុងដែរហើយកូនពេញប៉ោះតឿក៏យើងមានដែរបងជាមួយខ្ញុំនាំទៅមើលណាអូខេអានេះគឺជាពេញប៉ោះមានធំមានតូចប៉ុន្តែបងនេះជាប្រភេទពេញប៉ោះតឿនេះពេញប៉ោះតឿយើងចាប់ផ្ដើមចេញផ្កាហើយចេញផ្កាច្រើនហើយបងដែលចង់បានពេញប៉ោះតឿអាចកំងបាននេះដូរតាផើងមកខ្ជូតសន្លប់ហ្មងអូខេនេះគឺជាល្ហុងណាបងហើយយើងក៏មានកូនម្ទេសពេញពោះធំហើយបងយើងមានជាកូនផាសិនមានអីដែរអញ្ចឹងណានិយាយទៅគឺច្រើនមែនតើនេះគឺជាកូនតាពាំងប្រាំងនេះគឺយើងជាលក្ខណៈថាជារឹសជាមើមអូយកូនមកទៅអីនេះគឺ